ប្រិមិត្តទូទាំងនេះជនជាទីមេត្រីបាទគណៈពីនេះដែរមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវជាតិលេខ68បាទស្ថិតនៅក្នុងសង្កាត់សំរោងក្រុងសំរោងខេត្តដុំបន្ជ័យបាទគណៈពីនេះគឺថ្ងៃទី22ខែមេសាឆ្នាំ2025រថយន្តនឹងជាមួយនឹងរថយន្តបាទគឺថាបុកគ្នាពេញទំហឹងតែម្ដងបាទប្រិមិត្តទូទាំងជនខ្ញុំមកខ្ញុំនៅក្នុងផ្ទះសែងដីតែពេលខ្ញុំលឺភឹងខ្ញុំឃើញឡាននោះចូលក្នុងផ្ទះមួយទៀតតែពេលខ្ញុំចាញ់ទៅមើលប្រវាក់មកអូសខ្ញុំដល់នេះតែម្ដងព្រោះខ្ញុំនៅក្នុងផ្ទះបានឃើញអីផងដល់ពេលខ្ញុំចាញ់ទៅមើលឡាននេះបុកប៉ះខ្ញុំតែម្ដងបាទកាប់ដែរនៅផ្ទះដល់ពេលខ្ញុំលឺសណូឡានបុកគ្នាខ្ញុំមើលទៅឃើញចូលក្នុងផ្ទះមួយទៀតខ្ញុំរត់ទៅមើលឡាននេះមកដល់មុខផ្ទះខ្ញុំម្ដងចូលនៅក្នុងបាទខ្ញុំមានហើបដៃហើយនឹងរបកជើងតិចតួចបែកកន្តាអស់បាយកសាអត់បាទអរគុណច្រើនបាទអរគុណបាទប្រិមិត្តទូទាំងជនបាទនេះគឺជាដានកងឡានបាទឃើញថាបុករះតាំងពីខាងនោះមកបាទបងប្អូនជាមិត្តប្រិមិត្តទូទាំងជនបាទឃើញថាបុកតាំងពីខាងនោះមកបានប៉ះពាល់ទៅដល់ឡានប្រជាពលរដ្ឋរបស់យើងគាត់កំពុងចតនៅក្នុងផ្ទះបាទឃើញថាបានបុកជាមួយនឹងរថយន្តដែលគេចតនៅក្នុងផ្ទះរហូតបានរេចង្កូតមកចូលនៅក្នុងផ្ទះនេះបាទនេះគឺជារថយន្តដែលបានរេមកគឺរេចូលនៅក្នុងផ្ទះនេះតែម្ដងបាទឃើញថាបើកបរនេះគឺមានលឿនលឿនបាទបងប្អូនប្រិមិត្តទូទាំងជនបាទហើយនេះគឺជាចំណុចនៃការបុកបាទចំណុចនៃការគ្រោះថ្នាក់បាទឃើញថារថយន្តមកអាផាតនេះបានបុករះជាមួយនឹងរថយន្តដែលគាត់ចតនៅមុខផ្ទះបណ្ដាលឲ្យរថយន្តដែលបងប្អូនគាត់ចតនៅមុខផ្ទះនេះគឺថារុញចូលទៅក្នុងផ្ទះតែម្ដងបាទធ្វើឲ្យប៉ះពាល់ដល់រថយន្តទៅដល់ចំនួន3គ្រឿងទៀតផងដែរបាទឥឡូវនេះឃើញថាសមត្ថកិច្ចគាត់កំពុងតែវាស់វែងក៏ដូចជានេះគឺជារថយន្តដែលរថយន្តអាវផាតបានបង្កបុកពីក្រោយបាទគឺមានផ្លាកលេខសៀមរាបបាទ 2C3354 បាទមកអានេះគេហៅថា Toyota អីតាកូម៉ាអីបាទពណ៌សបាទឃើញថាបានបុករុញចូលមកដល់ក្នុងផ្ទះបានធ្វើឲ្យប៉ះពាល់ទៅដល់រថយន្តដែលបងប្អូនគាត់ចតនៅក្នុងផ្ទះឃើញថាធ្វើឲ្យប៉ះពាល់ទៅដល់រថយន្តបងប្អូនដែលគាត់ចតទុកនៅមុខផ្ទះឃើញថាឲ្យមានការគ្រោះថ្នាក់ជាបន្តទៀតផងដែរបាទនេះគឺជារថយន្តដែលរថយន្តអាវផាតគាត់បានបុកពីក្រោយរួចរថយន្តនេះក៏បានជ្រុលមកបុកជាមួយនឹងរថយន្តដែលបងប្អូនគាត់ចតនៅក្នុងផ្ទះផងដែរបាទនេះឃើញថាឲ្យគ្រោះថ្នាក់ជាបន្តកន្ទុយគ្នាតែម្ដងបាទរថយន្តបងមែនបងបាទតាមមើលបញ្ហានេះណាបាទឥឡូវនេះគឺថាអ្នកបើកបររថយន្តគឺបានសង្គ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យហើយបាទនេះគឺជារថយន្តមកអាផាតបាទគឺជារថយន្តបង្កបាទបុករះទៅលើឡានអ្នកដទៃបាទឃើញថាឥឡូវនេះគឺសមត្ថកិច្ចគាត់កំពុងតែធ្វើការវាស់វែងបាទមានផ្លាកលេខបន្ទាយមានជ័យបាទ 2D6675 បាទមកអាផាតពណ៌ខ្មៅបាទហើយសូមបញ្ជាក់ផងដែរថ្ងៃនេះគឺជាថ្ងៃទី22បាទខែមេសាឆ្នាំ2025បាទហើយចំណុចកន្លែងកើតហេតុនេះគឺស្ថិតនៅក្នុងភូមិភ្នៀតបាទសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យបាទតាមសេចក្តីរាយការណ៍របស់សមាជិកមិញគឺថាបានប្រាប់ខ្ញុំថាអ្នកបើកបរដែលជាត្រូវជាប៉ូលីសបាទគឺជាប៉ូលីសស្នងការនគរបាលខេត្តឧត្តរមានជ័យបាទឃើញថាបានបាត់បង់ជីវិតទៅហើយបាទបាត់បង់ជីវិតទៅហើយបាទគាត់បាត់ឈ្មោះសុកបាទឈ្មោះសុកគឺជាប៉ូលីសនៅក្នុងស្នងការនគរបាលខេត្តឧត្តរមានជ័យបាទយើងឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយរថយន្តម៉ាកអាវផាតទេបាទគឺបានបង្កឡើងបុករះនោះបាទឃើញបុករះឲ្យរថយន្តនេះគឺបុករះទៅរថយន្តបានរុញជ្រុលទៅក្នុងផ្ទះបាទឃើញថាបង្កគ្រោះថ្នាក់រថយន្តនៅក្នុងផ្ទះនេះគឺចំនួន3គ្រឿងបន្ថែមទៀតបាទសរុបទាំងអស់គឺ3គ្រឿងបាទតាមរាយការណ៍មិញគឺថាអ្នកបើកបរដែលរថយន្តអាវផាតនេះគឺបាត់បង់ជីវិតទៅហើយបាទគឺគាត់បានស្លាប់ហើយបើតាមខ្ញុំដឹងគឺតួនាទីរបស់គាត់គឺជាមន្ត្រីនគរបាលបាទនេះក៏ចុះមើលការនេះទីកើតនោះហើយក៏ចូលទៅតាម